ឃាតករដែលបន្លំខ្លួននៅជាមួយយើងដែលបំផ្លាញសុខភាពរបស់មនុស្សយើងនឹងរាល់ថ្ងៃបងប្អូនសង្កេតឃើញថ្មីហ្នឹងគឺក្នុងបណ្ដាញសង្គមគឺមានការផ្ទុះឬក៏ share ច្រើនមែនតើពាក់ព័ន្ធជាមួយនឹងថង់ប្លាស្ទិកឬក៏ប្រអប់ស្នោដែលក្តៅដែលយើងខ្ចប់ចំណីអាហារដែលយើងញ៉ាំរាល់ថ្ងៃហ្នឹងវាបង្កតតងជាមួយនឹងជំងឺមហារីកបងប្អូនទាំងអស់គ្នាដឹងហើយចំណីអាហារឬក៏សម្លដែលបងប្អូនកំពុងតែដាក់នៅលើចង្ក្រានវាកំពុងតែក្តៅខ្លាំងហើយបងប្អូនយកមកខ្ចប់ជាមួយនឹងថង់ប្លាស្ទិកហ្នឹងបងប្អូនគិតមើលខ្លួនឯងទៅគឺវាមានផលប៉ះពាល់ទៅលើសុខភាពគឺខ្លាំងមែនតើចូលរួមនៅក្នុងការថែរក្សាសុខភាពទាំងអស់គ្នាបងប្អូនផ្លាស់ប្ដូរនៅក្នុងការញ៉ាំអាហារជាពិសេសតកតងជាមួយនឹងរបបអាហារដែលបងប្អូនញ៉ាំចូលជាប្រចាំមានទៀតពាក់ព័ន្ធជាមួយនឹងឃាតករដែលបន្លំខ្លួនមកនៅជាមួយយើងដែលបំផ្លាញសុខភាពយើងរាល់ថ្ងៃដែលអត់ដឹងខ្លួនហ្នឹងគឺសម្រាប់មនុស្សដែលចូលចិត្តញ៉ាំប្រភេទនៅអាហារកែច្នៃនៅពេលបច្ចុប្បន្ននេះនៅលើទីផ្សារកំពុងតែមានការចរាចរណ៍តកតងជាមួយនឹងប្រភេទអាហារកែច្នៃគឺច្រើនប្រភេទមែនតើហើយឃើញស្រទាប់យុវវ័យជាពិសេសគឺក្មេងៗនិយមនៅក្នុងការទទួលទាននៅប្រភេទអាហារកែច្នៃគឺច្រើនមែនតើអាហារដែលគេវេចខ្ចប់អាហារដែលប្រែរូបរក្សាគុណភាពទុកបានយូរជាពិសេសដូចពពុះប្រហិតហតដកពពុះអាហារដែលបងប្អូនញ៉ាំជៀនឆាបំពងនៅតាមដងផ្លូវឬក៏អាហារដែលបងប្អូនញ៉ាំជាប្រចាំដែលវាមានរសជាតិឆ្ងាញ់ដែលវាមានពណ៌ដែលវាមានក្លិនដែលតាក់ទាញឲ្យបងប្អូនញ៉ាំហ្នឹងអាហារទាំងអស់ហ្នឹងក៏ជាប្រភពឃាតករដែលបំផ្លាញសុខភាពជាពិសេសអាចបង្កឲ្យបងប្អូនមានជំងឺមហារីកដែលដឹងខ្លួននៅថ្ងៃក្រោយរួមថែរក្សាសុខភាពខ្លួនឯងចាប់ពីពេលនេះតទៅរួមទាំងក្រុមគ្រួសារដើម្បីរស់នៅក្នុងជីវិតមួយដែលពោរពេញទៅដោយសេចក្តីសុខអត់សូវមានជំងឺនៅក្នុងប្រាណតើតើជាមួយនឹងការដែលយើងផ្លាស់ប្ដូររឿងទី1បើសិនជាពីមុនបងប្អូនអត់ដែរហាត់ប្រាណនេះព្យាយាមហាត់ប្រាណដើម្បីថែទាំសុខភាពញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ញ៉ាំបន្លែផ្លែឈើត្រីសាច់ឬក៏ពពុះអាហារណាដែលយើងចម្អិនដោយផ្ទាល់ដៃឬក៏ប្រភេទបន្លែផ្លែឈើណាដែលយើងដាំដោយដៃផ្ទាល់ក៏សុខភាពសម្រាប់បងប្អូនទាំងអស់គ្នាដូចគ្នាចូលរួមថែរក្សាសុខភាពចាប់ពីពេលនេះតទៅបងប្អូនថ្ងៃក្រោយអត់មានវិបត្តិសារីតទៅនឹងរឿងរ៉ាវសុខភាពទេ